nhung trong che chạ នៅតើគ្នាខ្ញុំទទួលបាន comment បែបហ្នឹងគឺច្រើនមែនតើអរដែលអ្នកគ្នាត្រូវធ្វើគឺគ្រាន់តែមានសម្ភារៈចាក់មួយហើយបន្ទាប់មកអង្គុយចុះមើលវីដេអូនេះជាមួយខ្ញុំតើគ្នាដែលសារខ្ញុំនឹងចាប់ផ្ដើមពីចំណុចដំបូងមកបង្រៀនអ្នកតើគ្នាពេលចេះចាក់គឺដំបូងឡើយអ្នកគ្នាត្រូវយល់ដឹងពីវិធីកាន់ម្ជុលជាមួយនឹងបោះជាមុនសិនម្ជុលនេះខ្ញុំជ្រើសរើសជាមួយនឹងស៊ីលីកូនជ័រទន់ហើយបន្ទាប់មកការកាន់ម្ជុលរបស់យើងគឺកាន់ដូចកាន់បិចអញ្ចឹងណាអ្នកគ្នាអាចមើលនៅលើដៃខ្ញុំនេះបានហើយចំពោះការកាន់អំបោះវិញគឺអ្នកគ្នាត្រូវចំណាំថាវាមានកតុយអំបោះបែបនេះជាមួយនឹងដុំអំបោះដែលនៅជាប់អញ្ចឹងអ្នកទាំងគ្នាត្រូវកាន់កតុយអំបោះនៅលើដៃច្អល់របស់យើងហើយដៃ4ទៀតណាអ្នកគ្នាត្រូវយកមកចាប់ជាមួយនឹងកតុយអំបោះខាងក្រោយនេះហើយបន្ទាប់មកអាខ្សែខាងមុខនេះគឺយើងត្រូវយកមកព័ទ្ធនៅលើដៃច្អល់ក្នុងការធ្វើគួចណាអញ្ចឹងអ្នកគ្នាទទួលបានខ្សែអំបោះបែបនេះហើយដៃខាងក្រោមនេះកុំភ្លេចចាប់ទាញខាងក្រោមនេះដើម្បីឲ្យវាមានលំនឹងហើយបន្ទាប់មកអ្នកទាំងគ្នាធ្វើការធ្វើគួចក្នុងការធ្វើគួចអ្នកគ្នាយកខ្សែអំបោះទី1មកដាក់លើអាទី2ហើយបន្ទាប់មកយកអាទី2មកដាក់លើអាទី1វិញហើយបន្ទាប់មកគឺគ្រាន់តែចាប់ទាញខ្សែនេះឡើងមកគឺបានរំគួចមួយហើយបន្ទាប់មកដាក់មកចូលក្នុងហ្នឹងទាញអាខ្សែនៅជាប់ដុំអំបោះគឺវាហូតបែបនេះបានន័យថាអ្នកទាំងគ្នាធ្វើត្រូវហើយចឹងអាចមើលបានថាវាចេញជារូបរាងបែបនេះចឹងតែប៉ុណ្ណឹងគឺអ្នកគ្នាជោគជ័យបានវគ្គដំបូងហើយបន្ទាប់ពីចេះកាន់ម្ជុលជាមួយនឹងខើគួចហើយឥឡូវនេះយើងមកធ្វើការចាក់ច្រវាក់ម្ដងឬក៏អង់គ្លេសហៅថា chain នឹងអ្នកគ្នានឹងទទួលបានសភាពខ្សែបែបនេះដំបូងឡើយអ្នកគ្នាយកដៃខាងឆ្វេងរបស់យើងនឹងមកតាក់ជាមួយនឹងបោះបែបនេះហើយដាក់ដៃច្អល់តាក់ជាមួយអំបោះហើយតបមកសមម្រាមដៃមេរបស់យើងនឹងគឺធ្វើការចាប់កាន់កតុយអំបោះខាងក្រោមបែបនេះហើយបន្ទាប់មកអាកតុយអំបោះជាប់នៅនឹងដុំអំបោះហ្នឹងក៏កាន់ដូចគ្នាដែរបែបនេះហ่ะបន្ទាប់មកគឺយើងយកដៃមកចូលរបស់យើងមកធ្វើការវិញម្ដងគឺធ្វើការយកមកចូលតាក់ទៅក្រោមខ្សែអំបោះចេញជាក្បាលបែបនេះហើយយកតពុករបស់វាហ្នឹងតាក់ចូលទៅក្នុងប្រឡោះគួចរបស់យើងម្ដងទៀតណាតាគ្នាកុំទាញអានេះណែនពេកឲ្យធូរល្មមដើម្បីស្រួលចូលប្រឡោះអ្នកគ្នាហ៊ានចាក់ដបងអញ្ចឹងគឺអាចនឹងប្រវាក់ជាមួយនឹងការតាក់អំបោះចូលអញ្ចឹងប៉ុន្តែអីអ្នកគ្នាលើកទី1អញ្ចឹងហើយអញ្ចឹងព្យាយាមកាន់មកចូលឲ្យរៀងធូរបន្តិចទៅគឺយើងងាយស្រួលក្នុងការស្ទាត់តែអាចសាកចាក់អានឹងឲ្យបានប្រវែងផ្ទះមួយសិនណាអញ្ចឹងយើងនឹងស្ទាត់ជំនាញឯងនិយាយលេងណាគ្នាអាចសាកល្បងធ្វើឲ្យច្រើនដងរហូតដល់ស៊ាំដៃជាមួយនឹងការកាន់មកចូលកាន់អំបោះអញ្ចឹងអ្នកគ្នាអាចចូលទៅវគ្គបន្តបានហើយនេះយើងធ្វើបែបហ្នឹងមកជោគជ័យឯណាតាគ្នាធ្វើតែប៉ុណ្្នឹងបានគឺអ្នកគ្នាជោគជ័យមួយជំហានហើយ Good luck keep doing it I believe you can do it សង្ឃឹមថាអ្នកគ្នានឹងធ្វើបាន Bye bye សម្រាប់សម្ភារៈចាក់មានដូចជាអំបោះម្ជុលឬក៏សម្ភារៈផ្សេងបតោងធ្វើផ្កាធ្វើអីហ្នឹងមាននៅម៉ាជីទាំងអស់អ្នកគ្នាតម្លៃសមរម្យគុណភាពល្អអញ្ចឹងបើសិនជាអ្នកគ្នាចាប់អារម្មណ៍អាចមើលជាប្រភេទអីវ៉ាន់មួយក៏បានមើលជាឈុតក៏បានដែរកុំភ្លេចចូលទៅ like ហើយនិង follow page របស់យើងម្នាក់មួយឲ្យហើយផងអ្នកគ្នាចង់បានវីដេអូបន្តទៀតអត់